សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជាមួយលោកគ្រូបន្តទៀតបាទលោកគ្រូមកបង្ហាញបងប្អូនអំពីវិញ្ញាសាតេស្តង់ដាខែកុម្ភៈថ្នាក់ទី6បាទសម្រាប់វិញ្ញាសាសរសេរតាមអានបាទអញ្ចឹងសរសេរតាមអានមានសំណួរមានអីបន្តទៀតបាទគ្រូនេះកន្លែងសរសេរមកណាបាទចំណងជើងគេចូលសរសេរតាមអានអត្ថបទវិបត្តិបរិស្ថានរួចឆ្លើយនឹងសំណួរខាងក្រោមឲ្យបានត្រឹមត្រូវបាទអញ្ចឹងលោកគ្រូសូមបង្ហាញខ្លឹមសារអត្ថបទឲ្យបងប្អូនបានឃើញបាទយើងត្រៀមទាំងអស់នេះទេសរសេរមកអត់ត្រឹមត្រូវបាទអញ្ចឹងតែបទសរសេរតាមអានវិបត្តិបរិស្ថានបាទឬក៏បរិស្ថានបច្ចុប្បន្នពិភពលោកទាំងមូលព្រួយបារម្ភអំពីបញ្ហាប្រែប្រួលអាកាសធាតុបាទបញ្ហាប្រែប្រួលអាកាសធាតុបុព្វហេតុនេះបង្កឲ្យមានកំណើនគ្រោះធម្មជាតិដល់ភពផែនដីខ្យល់ព្យុះទឹកជំនន់និងជាពិសេសធ្វើឲ្យផែនដីឡើងកម្ដៅបាទមើលពីបុព្វហេតុចំណាំហ្នឹងមើលណាបុព្វហេតុអីចឹងទៅធម្មជាតិអីខ្យល់ព្យុះនេះមើលណាមើលពាក្យណាដែរបងប្អូនគិតថាចំណាំបាទឲ្យសេរីខុសរាល់ឆ្នាំផែនដីកាន់តែឡើងកម្ដៅបង្កការលំបាកបាទដល់ការរស់នៅបាទមើលប៉ុណ្ណាក៏ដល់ពាក្យណាលើសរកខ្វះរកអីណាមើលផងបាទប្រសិនបើផែនដីកាន់តែឡើងកម្ដៅខ្លាំងឡើងជារៀងរាល់ឆ្នាំតើពិភពលោកនឹងក្លាយទៅជាយ៉ាងណានឹងនេះនឹងស្អឺណានឹងក្លាយវាចឹងនិយាយថាពេលខាងមុខណាវានឹងក្លាយជាយ៉ាងណាអញ្ចឹងទៅការប្រែប្រួលអាកាសធាតុកើតឡើងដោយសារការធ្វើឲ្យខូចបរិស្ថានបញ្ហានេះមកពីការបង្កើតរោងចក្រឧស្សាហកម្មការប្រើប្រាស់យានជំនិះបង្កឲ្យមានផ្សែងពុលការចោលកាកសំណល់និងការកាប់បំផ្លាញព្រៃឈើជាដើមបាទអញ្ចឹងអត្ថបទនេះយើងយកទៅឆ្លើយសំណួរបន្ថែមទៀតបាទយើងសរសេរហើយយើងអានវាយល់ហើយយើងយកទៅឆ្លើយក្នុងនេះមានពាក្យឧស្សាហកម្មមើលហ្នឹងណាចំណាំមកទៅរោងចក្រអីចឹងទៅបាទដោយខ្លាចឥទ្ធិពលនេះទើបគេកំពុងចាត់វិធានការដើម្បីការពារការប្រែប្រួលអាកាសធាតុមកកន្លែងនេះពីឥទ្ធិពលមើលទៅណាកំពុងក៏ប្រយ័ត្នច្រឡំកំពុងធ្វើការងារអញ្ចឹងគេដាក់ស្អុកបើកំពុងទឹកកំពុងអីគេដាក់ពីលើណាដាក់ពីលើបាទកំពុងទឹកកំពុងកាច់កំពុងចានកំពុងអីគេដាក់ពីលើពេលអាកំពុងនេះកំពុងធ្វើនេះធ្វើនោះអញ្ចឹងគេបុកពីក្រោមវិញបាទដាក់ស្អុកក្រោមមកបាទពេលនិយាយទៅកំពុងទឹកបុកពីលើកំពុងធ្វើបុកពីក្រោមបាទជាងបុកគឺស្អុកទេមកណានិយាយបងគិតអីផ្សេងបាទដើម្បីកាត់បន្ថយកម្ដៅផែនដីយើងត្រូវដាំរុក្ខជាតិពណ៌បៃតងឲ្យបានគ្រប់ទិទីពាក្យរុក្ខជាតិនេះជាណាបងណាបាទកាត់បន្ថយផ្សែងពុលកែច្នៃកាកសំណល់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាដើមការងារបរិស្ថានទាមទារឲ្យយើងចូលរួមទាំងអស់គ្នាទៅទទួលបានជោគជ័យបាទអញ្ចឹងអត្ថបទប៉ុណ្ណឹងណាគួរសមដែរបាទបងប្អូនមើលហើយនិយាយទៅដាក់ទេដើម្បីចេះដាក់ទៅឆ្លើយសំណួរបាទសុំទោសនេះជាងវាស្អីក្នុងនោះហើយយើងយកដាក់ទៅឆ្លើយសំណួរបាទនេះសំណួរទី1ជួបសញ្ញាធីក្នុងប្រអប់ខាងមុខចម្លើយត្រឹមត្រូវតែមួយគត់ទី1ការវិបត្តិបរិស្ថានបង្កការលំបាកអ្វីខ្លះចឹងនៅក្នុងអត្ថបទនេះមានដែរតើយើងចូលអានទាំងអស់នេះបង្កការលំបាកដូចជាខ្យល់ព្យុះទឹកជំនន់ពិសេសផែនដីឡើងកម្ដៅពិបាកក្នុងការរស់នៅដល់ពេលខបង្កការលំបាកដូចជាខ្យល់ព្យុះទឹកជំនន់ផែនដីឡើងកម្ដៅពិបាករស់នៅបាទពិបាកដូចនេះស្ទៀងនេះដែរស្ទៀងលើដែរបាទហើយមើលក្រោមទៀតបង្កការលំបាកដូចជាខ្យល់ព្យុះទឹកជំនន់កើតនៅធម្មតាបង្កការលំបាកដូចជាគ្មានអ្វីកើតឡើងសោះបាទជាងពីរទៀតនឹងទៅខុសខ្ញុំមកអានេះគ្មានសន្ទុះអានស្លអានតែមានបង្កការលំបាកដូចជាគ្មានខ្យល់ព្យុះអញ្ចឹងយើងមើលបងប្អូនឆ្លើយមកត្រឹមត្រូវបាទបរិស្ថានបង្កការលំបាកដូចជានេះណាយើងសេមកហ្នឹងបាទខ្យល់ព្យុះទឹកជំនន់ផែនដីឡើងកម្ដៅពិបាករស់នៅជាងតែបាទចាំមកត្រឹមត្រូវគឺកន្លែងនេះបងណាកន្លែងហ្នឹងហើយឆ្ងាយ
ឆ្លើយនឹងឡើយទេណាអឺនេះមកបន្តទៀតតើគេមានវិធានការអ្វីខ្លះដើម្បីការពារបម្រែបម្រួលអាកាសធាតុហើយគេមានវិធានការអីខ្លះកមានវិធានការត្រូវកាត់បន្ថយព្រៃឈើកាត់បន្ថយផ្សែងពុលអាគឺថយព្រៃឈើវិញណាខមានវិធានការត្រូវកាត់បន្ថយកម្ដៅផែនដីដាំរុក្ខជាតិរូបទីកាត់បន្ថយផ្សែងពុលកែច្នៃកាកសំណល់ទប់ស្កាត់ការបំផ្លាញព្រៃឈើបាទមានមួយទៀតគោមានវិធានការត្រូវកាត់បន្ថយកម្ដៅផែនដីកាត់បន្ថយផ្សែងពុលមិនដាំដើមឈើទេខមានវិធានការមិនចាំបាច់កាត់បន្ថយអ្វីទាំងអស់បាទអាខុសមួយអានេះក៏ខុសដែរណាមិនដាំដើមឈើខុសចាំតែម្ដងចឹងចំណុចត្រឹមត្រូវអ្នកមើលណាបងប្អូនចូលតែមើលអត្ថបទមិញទៅក៏ឃើញដែរខ្ញុំឡើងនៅមុខហ្នឹងឯងឲ្យគិតវែងឆ្ងាយអានឹងក្រោយហ្នឹងណាបាទមានវិធានការកាត់បន្ថយកម្ដៅផែនដីស្អីគេយើងដាំរុក្ខជាតិគឺទីកាត់បន្ថយផ្សែងពុលអីចឹងទៅមិញបាទគឺត្រូវតែដល់តាទៅមុខទៀតនេះលោកឆ្លើយស្រកឆាញ់ដោយសារខ្ជិលវែងឆ្ងាយឆ្លើយតែម្ដងទៅចូលដល់លេខ3បាទលេខ3ចូលពន្យល់នៃពាក្យវិបត្តិហើយនឹងពាក្យបរិស្ថានធំទេមើលមើលបាទមើលទៅទៀតអ្នកអស់នេះមកទៅចឹងឲ្យវាពាក្យវិបត្តិនិងបរិស្ថានវិបត្តិថ្នាក់ពាក្យជំនាញសេចក្តីប្រែប្រួលសេចក្តីឆ្លោះធ្លាក់សេចក្តីវិនិច្ឆ័យអន្តរាយដំណើរគ្រោះថ្នាក់ការរងទុក្ខអូទុកនេះមានជាងខទៅមើលណាបាទមានជាងខទៀតចាំថែមផងហើយគូការហើយបាទទុកនេះមានជាងខទៀតអូបាទជាងខទៀតចឹងទៅណាមើលវិញបាទចឹងមកនេះវាទៅនេះដែរនេះសុំកែតម្រូវទៀតបាទបាទធំជីបាទអូខេចឹងប៉ុណ្ណឹងមកណារំទុកពាក្យមួយទៀតគឺបរិស្ថានពាក្យជីនីមមកចឋានតែជុំវិញបាទលុបនេះចឹងបាទឲ្យធំទៅមកចឋានជុំវិញទាំងអស់ដែលមានឥទ្ធិពលលើបាទជីវិតនិងការលូតលាស់របស់មនុស្សសត្វឬរុក្ខជាតិជាដើមឥឡូវនេះតិចបាទហើយបងសេយកត្រូវគ្រូសេលឿនតិចនេះបញ្ញាប់ពេកបាទចឹងម្ដងទៀតមកបរិស្ថានជាមកចឋានជុំវិញទាំងអស់ដែលមានឥទ្ធិពលលើជីវិតនិងការរស់នៅនិងការលូតលាស់របស់មនុស្សសត្វឬរុក្ខជាតិជាដើមឬក៏បងអាចឆ្លើយថាយើងច្រើនតែឆ្លើយលេងៗថាបរិស្ថានគឺជាអ្វីៗនៅជុំវិញខ្លួនចឹងទៅឆ្លើយតែប៉ុណ្្នឹងក៏ត្រូវដែរមើលណាបើថាយើងមិនចេះវែងឆ្ងាយចឹងឋានជាអ្វីៗនៅជុំវិញខ្លួនយើងទាំងអស់តែប៉ុណ្្នឹងក៏ឲ្យប្រវត្តិដែរបាទទី4រកពាក្យនៃដូចបាទនឹងពាក្យខ្យល់ទឹកក្នុងមួយពាក្យហ្នឹងរកន័យដូចឲ្យបានយ៉ាងតិចចំណុច3ពាក្យរកទាំងអស់នេះបាទយើងពេលខ្លះរលឹកចង់ឃើញដែរមើលណាចឹងយើងមើលចម្លើយនេះទៅខ្យល់ពាក្យនេះដូចពាក្យខ្យល់មានព្រះពាយអ្នកខ្លះគេហៅព្រះពាយអូព្រះពាយផាត់អំភើចឹងទៅអ្នកខ្លះគេប្រើពាក្យវាយោអ្នកខ្លះគេប្រើពាក្យវាតាក៏ជាខ្យល់ដែរជំនោអាចប្រើពាក្យជំនោក៏ជាខ្យល់ដែរជំនោបាទជំនោពេលយប់នៅសមុទ្រចឹងធ្វើឲ្យទឹកចូលទឹកមេឃគឺជំនោហ្នឹងឯងបាទជំនោសមុទ្រចឹងទៅវា3ណាជាយកទៅ3ហ្នឹងមក3នេះដល់ត្រូវទឹកបាទពាក្យនេះដូចនឹងពាក្យទឹកមានគង្គាក៏ជាទឹកវារីក៏ជាទឹកចលៈក៏ជាទឹកដែរដូចជាគង្គាស្លុតស្គាល់ហ្នឹងវារីអគ្គិសនីបាទវារីអគ្គិសនីថាមពលឲ្យបានមកពីទឹកចឹងណាបងហើយជលផលចលៈនេះគឺទឹកជលផលមកពីជលផលជលផលគឺផលទាំងឡាយនេះដែលបានមកពីក្នុងទឹកដែលគេរកបានពីក្នុងទឹកមកតាំងពីត្រីក៏គឺដកខ្យងក្តារមកចឹងទៅណាបាទដល់ទៀតមកដល់ចូលរកពាក្យសូត្រដូចនឹងពាក្យទីនិងបញ្យលនៃពាក្យឲ្យបានត្រឹមត្រូវចឹងពាក្យទីនេះទីមានរោឲ្យមួយទីអត់រោចឹងណាទីអត់រោនេះគឺទៅរោក៏មិនចាំទៅរោវាទៅនៅត្រង់ចាប់វាមកទីនេះទីទៅរោគេណាចំណាំឥឡូវយើងមើលន័យសិនទីទីមានរោនេះគឺពាក្យជាកិច្ចអក្សរស្រដីក្រើនយករបស់ដែលជំពាក់បាទក្រើនទឿនបន្តឹងយកព្រឹកដែលកំណត់ដែលត្រូវបង់ដែលក៏ត្រូវចេញអញ្ចឹងណាបាទអញ្ចឹងទីហ្នឹងទៅទីលុយគេបងឧទាហរណ៍មក
ទាលុយទារបស់បណ្ណាខ្ចីរបស់យើងយើងទាទៅយកមកវិញមកទាគឺក្រៅរំលឹកយករបស់យើងមកវិញណាដូចថាទាជាពាក់ទាអីណ៎ណាទៅពាក់លុយយើងទៅទាគេចឹងទៅអញ្ចឹងទាមានរហ្នឹងណាគឺឲ្យរកគេដើម្បីទាចំណាំនេះតិចតិចដែរទារបស់ពីគេគឺយើងទៅរកគេហើយអញ្ចឹងទៅដាក់រវាទុយមកចំណាំតិចតិចចឹងទៅទានេះទាអត់រដាក់ពីជំនាញឈ្មោះសត្វស្លាបស្រុកម្យ៉ាងមួយពួកដែលមានម្រាមជើងជាប់គ្នាម្រាមជើងជាប់គ្នាស្រដៀងនឹងប្រវឹកតែមានរាងធំជាងផ្សេងខុសទៀតអានេះធំស្អមណាបាទខ្ជិលកាចំពោះកាយតាមទៅបាទអញ្ចឹងមានប៉ុណ្ណឹងបងណាកាហើយស្គាល់កាយបាទនេះគេដែរបាទអញ្ចឹងមានប៉ុណ្ណឹងបងសង្ឃឹមថាបងប្អូនអាចឆ្លើយបានមិនជាបញ្ហាទេសំណួរនេះជំនុំពិបាកអីទេរៀងយ៉ាប់កន្លែងនេះតិចក្រែងលោភ្លាមភ្លេងរត់អត់ឃើញអានេះអីចឹងណាបងនេះអញ្ចឹងវាមាននិយមន័យមានអីចឹងទៅបាទថាស្រួលក៏បានថាពិបាកក៏បានបាទមានប៉ុណ្ណឹងបងណាបាទអរគុណសង្ឃឹមថាបងប្អូនអាចធ្វើបានល្អជួបគ្នានៅវីដេអូបន្តទៀត